โยมម្នាក់ទៀតគាត់សួរអំពីលោក6ជាអារម្មណ៍របស់វិបស្សនាញោមថាអញ្ចឹងត្រូវហើយក៏ប៉ុន្តែវាលោក6ហ្នឹងមិនមែនជាអារម្មណ៍របស់វិបស្សនាតែម្យ៉ាងទេអារម្មណ៍របស់កិលេសក៏បានអារម្មណ៍របស់មហាកុសលក៏បានណាលោក6ហ្នឹងវាជាអារម្មណ៍របស់ចិត្តគ្រប់ដួងទាំងអស់ហ្នឹងវាលេខទៅលោកកតរៈហ្នឹងមានតែព្រះនិព្វានជាអារម្មណ៍អញ្ចឹងទៅចិត្តភាកច្រើនមានលោក6ជាអារម្មណ៍ប៉ុន្តែគ្រាន់ថាកាលណាបើយើងសិក្សាអំពីវិបស្សនាគឺមានអីរបស់ទាំងអស់ដែលតាំងនៅក្នុងត្រៃលក្ខណ៍សុទ្ធតែជាអារម្មណ៍របស់វិបស្សនាពីព្រោះវិបស្សនាឃើញទៅដល់តួត្រៃលក្ខណ៍មិនទៀងជាទុក្ខជាអនត្តាស្អីខ្លះមិនទៀងជាទុក្ខជាអនត្តារូបចិត្តចេតសិកទាំងអស់នឹងឯងដែលវាតាំងនៅក្នុងភាពមិនទៀងជាទុក្ខជាអនត្តានឹងបើយើងសិក្សាអំពីវិបស្សនាប៉ុន្តែបើយើងងាប់កាលាថាលោក6ជាអារម្មណ៍របស់វិបស្សនាងាប់ប៉ុណ្ណឹងងាប់កាលាប៉ុណ្ណឹងមិនយល់អស់ទេពីព្រោះលោក6មិនមែនត្រឹមតែជាអារម្មណ៍របស់វិបស្សនាទេមនុស្សទាំងអស់ក្នុងលោកនឹងតិចណាស់ដែលអាចដឹងថាលោក6ជាអារម្មណ៍របស់វិបស្សនានោះដឹងថាលោក6ជាអារម្មណ៍របស់អញទៅរហូតហ្នឹងអារម្មណ៍របស់សេចក្តីប្រកាន់ថាអញថាគេថាយើងទាំងអស់ហ្នឹងណាប៉ុន្តែដែលលោកបញ្ជាក់ថាលោក6ជាអារម្មណ៍របស់វិបស្សនាគឺដើម្បីពង្រីកនៃសេចក្តីនៃពាក្យថាវិបស្សនាកុំឲ្យយើងងាប់កាលាទៅយកស្អីមួយចាប់ប្រកាន់ស្អីមួយដែលជារឿងវិធីសាស្ត្ររបស់បុគ្គលម្នាក់នោះណាស្អីក៏ដោយឲ្យតែប្រកាសឡើងចំពោះព្រះយោគីវចរហើយញ៉ាំងចិត្តព្រះយោគីវចរឲ្យផុតស្រឡះចាកកិលេសអ្វីនោះឯងគឺជាអារម្មណ៍របស់វិបស្សនាដែលលោកទៅដល់មិនសំខាន់ទៅតាមមโนទ្វាឬក៏បញ្ចទ្វាទេអញ្ចឹងទលំទលេណាពាក្យធោអាហ្នឹងហើយបើថារៀនតិចងាប់កាលាគ្រូអញធ្វើអញ្ចឹងអញត្រូវទៅធ្វើអញ្ចឹងដែរក្រៅពីហ្នឹងមិនរួចអូអាហ្នឹងដូចគ្រូខ្មែរចេះតែមួយមុខដល់ពេទ្យគេថាអញ្ចេះទេអត់បានអានេះត្រូវនិយាយវែងឆ្ងាយបាទហើយប៉ុណ្ណឹងសិនហើយសំណួរបាញ់មិញខ្លះញោមម្នាក់គាត់សួរថាតើទុក្ខសច្ចៈទុក្ខលក្ខណៈនិងទុក្ខវេទនាដូចគ្នាឬទេទុក្ខសច្ចៈគឺបានដល់ធម៌ដែលជាផលនៃតណ្ហាដល់ទុក្ខលក្ខណៈសំដៅដល់ធម៌ការរលត់ទាំងអស់នេះញោមហើយដល់ទុក្ខវេទនាហ្នឹងសំដៅទៅលើវេទនាដែលកើតតាមផ្លូវកាយទុក្ខវេទនាហ្នឹងភាសៈដែលមិនល្អក្តៅតិចអីហ្នឹងបើទុក្ខាយវេទនាអាហ្នឹងសំដៅទៅដល់ចិត្តចេតសិកដែលប្រកបដោយទុក្ខវេទនានឹងមួយតោមនសវេទនា2នឹងមានពាក្យមួយទៀតដែលវាច្រឡំគ្នាណាទុក្ខវេទនាគឺសំដៅទៅលើផ្លូវកាយដល់ទុក្ខាយវេទនាមួយទៀតណាទុក្ខាយវេទនាយសម្បយុតាអានឹងគឺសំដៅដល់ទុក្ខសហកតចិត្តមួយដួងហើយនឹងតោមនសចិត្ត2ដួងតោសមូលចិត្ត2ដួងចេតសិក27ដែលសម្បយុតនោះនឹងចឹងហើយឥឡូវនេះចង់បញ្យល់អំពីទុក្ខសច្ចៈនិងទុក្ខលក្ខណៈទុក្ខសច្ចៈបើគិតនៅក្នុងបរមត្ថធម៌4គឺរូប28ចេតសិក52ហើយនឹងចិត្ត89ណាបើញោមធ្លាប់រៀនអភិធម្មខ្លះអានឹងឆាប់យល់ទុក្ខសច្ចៈហ្នឹងគឺសំដៅដល់រូបទាំងអស់ចេតសិក41សុំទោស51ដកតណ្ហាចេញណាហើយចិត្តដក8ដួងចេញទៅ89នោះដក8ចេញដល់សល់71គឺជាទុក្ខសច្ចៈហ្នឹងហើយនិព្វានគឺជានិរោធសច្ចៈផ្សេងដែលឡែកមគ្គចិត្តបាន29
ហើយនឹងផលចិត្តបត្តិ37នឹងគឺជាសច្ចវិមុតតិសច្ចវិមុតតិមានន័យថាមិនមែនជាសច្ចៈណាមួយទេមិនមែនជាសច្ចៈណាមួយទេក៏ប៉ុន្តែមិនរួចពីទុក្ខលក្ខណៈទេមគ្គចិត្តបត្តិ29ហើយនឹងផលចិត្តបត្តិ37មិនមែនជាទុក្ខសច្ចៈព្រោះមិនមែនជាផលនៃតណ្ហាមិនមែនជាបច្ចយុបណ្ណៈរបស់តណ្ហាតែជាសមុទយៈទេបានជាមិនហៅថាទុក្ខសច្ចៈចិត្តសឹកជាអង្គមគ្គ7ឬក៏8ដែលកើតក្នុងមគ្គចិត្តជានិរោធសច្ចៈណាហើយមគ្គចិត្តបាតអានឹងត្រូវបញ្យល់ទៀតមិនបានហៅថាមគ្គចិត្តបាតនោះមគ្គចិត្តបាតមានន័យថាការកើតឡើងនៃមគ្គចិត្តហ្នឹងមានទាំងសម្បយុទ្ធធัวក្នុងនងផងអាហ្នឹងហៅថាមួយចិត្តបាតនោះប៉ុន្តែយើងដកចិត្តសឹកដែលជាអង្គមគ្គចេញទៅព្រោះចិត្តសឹកក្នុងមគ្គចិត្តវាមាន36ដក8ចេញទៅវានៅសល់28បូកនឹងចិត្តខ្លួនឯងមួយទៅវាទៅជា29ណា29ហៅថាមគ្គចិត្តបាត29ណានឹងមិនមែនជាសច្ចៈណាមួយទេមិនមែនជាទុក្ខសច្ចៈហើយក៏មិនមែនជាមគ្គសច្ចៈដែរមគ្គសច្ចៈមិនយកចិត្តនឹងទៅធ្វើជាតួមគ្គទេគឺចេតសិកដែលតួប្រហាកិលេសមានសមាទិដ្ឋិសមាសង្កប្បៈជាដើមនឹងគឺជាអរិយមគ្គហើយដល់ទៅផលចិត្តបាតអត់មានដកចិត្តសឹកណាមួយទេចិត្តសឹកសម្បយុទ្ធ36បូកនឹងចិត្តខ្លួនឯងមួយផងទៅជា37មិនមែនជាសច្ចៈណាមួយទេរួចពីសច្ចៈទាំង4រួចពីទុក្ខសច្ចៈរួចពីសមុទយៈរួចពីនិរោធរួចពីមគ្គក៏ប៉ុន្តែមិនរួចពីទុក្ខលក្ខណៈឡើយទុក្ខលក្ខណៈគឺសំដៅដល់ធัวទាំងអស់ដែលមានការកើតឡើងនិងការរលត់ទៅធัวទាំងឡាយដែលតាំងនៅក្នុងអនិច្ចលក្ខណៈនិងអនត្តលក្ខណៈទុក្ខលក្ខណៈកើតឡើងនិងរលត់ទៅវិញគឺចិត្តចេតសិករូបទាំងអស់អត់មានលើកលែងទេនឹងហៅថាទុក្ខលក្ខណៈណានឹងបញ្យលតិចប៉ុណ្ណឹងហើយញាតិញោមសិក្សាជាបន្ថែមទៀតចឹងទៅហើយមួយទៀតពាក់ព័ន្ធនឹងអភិធម្មដែរញោមម្នាក់ដែលសួរថាចិត្តប៉ុន្មានមានបរមត្តជាអារម្មណ៍ចិត្តមានបរមត្តជាអារម្មណ៍ញោមរៀនទៅកាមវិជ្ជៈចិត្តទាំងអស់សិតតែមានបរមត្តជាអារម្មណ៍ទាំងអស់ប៉ុន្តែវាមានវិធីផ្សេងគ្នាដែលដឹងទៅដល់បញ្ញត្តិនោះដូចជាមហាកុសលដឹងទាំងបញ្ញត្តិទាំងបរមត្តវិធីដំបូងដែលជាអតីតកេហនវិធីនិងសមោហកេហនវិធីដឹងបរមត្តតែទៅដឹងដល់ទៅរូបកែវរូបពេងរូបតុក្កតារូបស្អីហ្នឹងអាហ្នឹងមានបញ្ញត្តិជាអារម្មណ៍អញ្ចឹងបើយើងចែកថាតើមហាកុសលដឹងបញ្ញត្តិឬក៏ដឹងបរមត្តអាហ្នឹងយើងអាចឆ្លើយពីថាជួនកាលដឹងបរមត្តជួនកាលដឹងបញ្ញត្តិអញ្ចឹងណាទៅតាមវិធីដែលកើតឡើងណាហើយបើពួកអហេតុកៈឬពួកទ្វិបញ្ចវិញ្ញាណអីដឹងបរមត្តទាំងអស់ហ្នឹងអត់មានដឹងបញ្ញត្តិទេចក្ខុវិញ្ញាណក៏មិនដែលឃើញមនុស្សឃើញប្រុសឃើញស្រីដែរដោយលោកកតរៈអីហ្នឹងមិនដែលដឹងបញ្ញត្តិទេដឹងតែព្រះនិព្វានណាដឹងតែព្រះនិព្វានប៉ុណ្ណោះអញ្ចឹងសំខាន់ញាតិញោមសិក្សាយល់អំពីអារម្មណ៍អំពីអារម្មណ៍របស់ចិត្តហ្នឹងហើយនឹងវិធីដែលត្រូវកើតឡើងហើយនៅពេលដែលយើងគិតហ្នឹងយ៉ាងណាទេហៅទៅសួរមួយម៉ាត់ដូចមិញថាតើមហាកុសលដឹងបញ្ញត្តិឬដឹងបរមត្តឆ្លើយមួយម៉ាត់មិនត្រូវទេឆ្លើយមួយម៉ាត់មិនត្រូវទេចិត្តហ្នឹងណារាល់ពេលដឹងរឿងឧទាហរណ៍នៅក្នុងអកុសលចិត្ត12ចុះតើមានបរមត្តឬគឺក៏មានបញ្ញត្តិឆ្លើយថាបញ្ញត្តិឬបរមត្តវាអត់ត្រូវបញ្ញត្តិហ្នឹងវាទល់តែវិធីចុងក្រោយដែលមិនមានតតិលំបណៈបើនៅក្នុងមហាកុសលក្តីនៅក្នុងអកុសលក្តីវាមានតតិលំបណៈកើតនឹងនៅមានបរមត្តជាអារម្មណ៍ដល់វិធីក្រោយមកមានអដ្ឋៈនិងនាមគហនវិធីអានឹងអស់តតិលំបណៈហើយមានបញ្ញត្តិជាអារម្មណ៍អញ្ចឹងហើយញាតិញោមចង់សិក្សាពីវិធីចិត្តហ្នឹងមើលបរិច្ឆេទទី4បងណាបរិច្ឆេទទី4ហ្នឹងមាននិយាយច្រើនពេលវេលាមានកំណត់
។